ស្រឡាញ់និងស្អប់មានមនុស្សដែលត្រូវស្រឡាញ់មានមនុស្សដែលត្រូវស្អប់មានវត្ថុដែលចង់បាននិងមិនចង់បានមានការពេញចិត្តនិងមិនពេញចិត្តពិភពលោកកំពុងតែច្របូកច្របល់រឿងនេះខ្លាំងណាស់រួចហើយគេប្រើវិធីផ្សេងដើម្បីបាននិងមិនបានអង្គុយនៅឲ្យស្ងៀមមើលខ្យល់ដកដង្ហើមចេញទៅមានក្តីសុខណាស់បើអ្នកចូលរួមវឹកវរនឹងគេមិនយូរទេអ្នកនឹងវង្វេងស្មារតីមិនខានអាចកំបាំងជីវិតនៅពេលដែលបញ្ហាចេះតែហូរចូលមកកាន់ជីវិតអ្នកមិនចេះឈប់ឈរវាដូចជាភ្លៀងមិនព្រមរាំងអញ្ចឹងបើអ្នកគ្មានឆ័ត្របាំងទេអ្នកត្រូវទៅទឹកជោគមិនខានទោះជាអ្នកមានការឈឺចាប់តូចចិត្តខ្លាំងប៉ុណ្ណាក៏អ្នកនៅតែទៅទឹកដដែលរីករាយជាមួយវាដោយការបដូរវិមានចិត្តបដូររលកសញ្ញាផ្សាយចេញដោយការធ្វើអំពើល្អនោះបញ្ហានឹងបានធូរស្រាលជាមិនខានឆ័ត្រគឺជាគតិអប់រំចិត្តឬមធ្យោបាយដោះស្រាយបញ្ហាគឺប្រាក់